បាទសួស្តីអ្នកទាំងអស់គ្នាបាទវីដេអូនេះយើងនឹងទៅបន្តតកតងទៅនឹងការ print បាទ print ហ្នឹងគឺការ print វិក័យប័ត្រឬមួយក៏ print របាយការណ៍ផ្សេងបាទអញ្ចឹងទី1គឺឧទាហរណ៍តើឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាបាទនេះគឺជាផ្ទាំងបាទបង្ហាញលទ្ធផលបាទកន្លែង import គឺរបាយការណ៍នាំចូលបាទអញ្ចឹងនៅពេលដែលយើងចុច print អញ្ចឹងវាធ្វើការ pop មកដូចនេះអញ្ចឹងដើម្បីធ្វើការ print បាទអញ្ចឹងយើងនឹងធ្វើដំណើរការវាដូចហ្នឹងតោះឥឡូវយើងទៅអនុវត្តកូដទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅកាន់ import បាទ UI page បាទគឺ page import បាទអញ្ចឹងយើងត្រូវសរសេរប៊ូតុងថែមួយគឺនៅត្រង់ចំណុចនេះអញ្ចឹងបន្ទាប់ពីយើងសរសេរប៉ុណ្ណឹងហើយយើងត្រូវទៅសរសេរ event មួយទាក់ទងទៅនឹង handle print បាទអញ្ចឹងយើងអូសមកក្រោមមកបាទអញ្ចឹងយើងសរសេរបាទបន្ទាប់ពី query by date បាទអញ្ចឹងកន្លែងនេះគឺជាកន្លែងសរសេរសម្រាប់ print បាទអញ្ចឹងមុនពេលដែលយើងសរសេរកូដ print បានអញ្ចឹងយើងត្រូវទៅមើលបាទចំណុចមួយគឺតាក់ទងទៅនឹង print.js បាទអញ្ចឹងយើងចូលទៅកាន់ website នេះមកបាទអញ្ចឹងគឺ website នេះអញ្ចឹងអ្នកទាំងអស់គ្នាចូលតាមហ្នឹងទៅវាចេញ website នេះហើយអញ្ចឹងអ្នកទាំងអស់គ្នាអាច scroll បាទអញ្ចឹងអាច search មើលនេះត្រង់ចំណុច install នៅក្នុង blog ប៉ុណ្ណេះអញ្ចឹងអ្នកទាំងអស់គ្នាអាចធ្វើការបាទ install វាបានអញ្ចឹង copy មកបាទអញ្ចឹងយើងធ្វើការ install វាទាំងអស់គ្នាបាទយើងចុច control សញ្ញាតកៅទឹកមកបាទអញ្ចឹងយើងផាស command ដើម្បី install print.js របស់យើងបាទយើងចុច control សញ្ញាតកៅទឹកដើម្បីដកវាវិញបាទអញ្ចឹងយើង scroll ឡើងលើមកយើង import វាមកប្រើណាបាទបន្តមកយើង scroll ចុះមកក្រោមវិញបាទយើងទៅសេកូដដើម្បី print នៅត្រង់ចំណុចនេះបាទអញ្ចឹងត្រង់ចំណុចនេះកន្លែង print table ហ្នឹងគឺជា ID ដែលយើងចង់ចាប់បាទជា block ឬក៏ជាអ្វីមួយដែលយើងចង់ print វាចេញមកបាទហើយត្រង់ចំណុច tab នេះគឺប្រភេទដែលយើងចង់ print ហ្នឹង print អីគេ print HTML វាមាន print ដូចជា print PDF print image print JSON file ឬក៏ raw HTML បាទអញ្ចឹងគឺយើង print ទៅលើ HTML បាទអានេះគឺជា ID បាទអញ្ចឹង ID block ណាដែលយើងចង់ screen អញ្ចឹង ID print អញ្ចឹងយើង scroll មកលើមកយើងដាក់ ID ឲ្យ table របស់យើងបាទអញ្ចឹងវាធ្វើការ print តាម block table នេះទេអញ្ចឹងអាខាងលើនេះគឺអត់ធ្វើការ print ទេបាទអញ្ចឹងយើងធ្វើការ save បាទរួចទៅតេស្តលទ្ធផលទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាលទ្ធផលបាទអញ្ចឹងយើង query មកយើងចុច print បាទអញ្ចឹង print ឃើញថាអានេះវាដោយសារតែអានេះវារួមតូចវាមើលទៅឃើញមាន scroll អញ្ចឹងហើយដូចក្រង់យើងរួមតូចអញ្ចឹងណាបាទអញ្ចឹងយើងទៅកំណត់ width វាម្ដងទៀតបាទយើង scroll មកក្រោមមកយើងកំណត់ width នៅក្នុងនេះបាទយើងកំណត់1920បាទយើងទៅបាទតែលទ្ធផលទាំងអស់គ្នាបាទយើងចុច search បាទរួចចុច print មកបាទអញ្ចឹងយើងឃើញវារៀងតំណងបន្តិចហើយអញ្ចឹងវាបាត់នៅខាងនេះវាបាត់status បាទអញ្ចឹងយើងរើសទំហំกระดาษត្រូវមកគឺយើងរើសទំហំกระดาษ A4 បាទអញ្ចឹងមើលទៅឃើញស្អាតពេញបាត់បាទអញ្ចឹងយើងដាក់ landscape បាទមើលទៅឃើញស្អាតអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាបើចង់ print អ្វីផ្សេងឬក៏មកកូដតាក់ទងទៅនឹងបញ្ហាផ្សេងបាទអញ្ចឹងគឺអ្នកទាំងគ្នាអាចចូលមកមើល website នេះបានតាក់ទងនឹងរបៀបការ print data បាទ print តាមរយៈ JSON print តាមរយៈ PDF បាទឬមួយ print image អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលពីរបៀបក្នុងការប្រើប្រាស់នៅទីនេះបានបាទវីដេអូនេះសូមចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណជួបគ្នា
Bạn số đây này từng họcគ្នាbà video mình cho bạn chọn nơi ưu thọ rồi hãy bà cho mà đo video này dân là tàu mình tó tệ tôn tình hình print invoice bàក្នុង print invoice នេះយើងមាន2ទី1គឺការបង្កើត component print invoice ទី2ហ្នឹងគឺការប្រើប្រាស់ component print invoice បើមុននឹងចូលទៅដល់ការបង្កើត component print invoice បើអញ្ចឹងយើងចូលទៅមើលឧទាហរណ៍មួយសិនបាទនេះគឺជា form cell អញ្ចឹងនៅពេលដែលយើង select អតិថិជនបាទ select នៅមុខទំនិញបាទអញ្ចឹងខ្ញុំដាក់2 3អញ្ចឹងទៅបាទអញ្ចឹងនៅពេលដែលយើងចុច submit ណាអញ្ចឹងវាធ្វើការ print បាទ print នៅ invoice មួយនេះបាទអញ្ចឹងយើងកត់សម្គាល់វាទុកទៅបាទអញ្ចឹងយើងអាច print ទុកបានបាទអញ្ចឹងយើង print ដាក់លើ desktop របស់យើងមកបាទអញ្ចឹងយើងអាចចូលទៅមើលបានអញ្ចឹងគឺបើក invoice មកបាទអញ្ចឹងគឺមាននេះតោះឥឡូវយើងទៅធ្វើការបង្កើតបាទ component ទាំងអស់គ្នាអញ្ចឹងដំបូងយើងចូលទៅកាន់ import បាទ UI បាទ component តមកយើង new file មកបាទដាក់ print invoice យ៉ាងមកទៅបាទអញ្ចឹងយើងចាប់ផ្ដើមសរសេរបាទអញ្ចឹងយើងសរសេរមកបើក view ដាក់ div មួយមកបាទអញ្ចឹងគឺមានចែកចេញជា2 step បាទក្នុងនោះគឺមាន2 section ចឹងគឺមាន2 section បាទ section ទី1ទាក់ទងទៅនឹងព័ត៌មានបាទអតិថិជនបាទមានថ្ងៃទីមានអីចឹងទៅបាទទី2ហ្នឹងគឺទាក់ទងទៅនឹង table បាទ table គឺបង្ហាញមុខទំនិញណាអញ្ចឹងខ្ញុំសរសេរទី1ហ្នឹងគឺអញ្ចឹងឃើញថាតិចវានៅកណ្ដាលអញ្ចឹងយើងដាក់ឈ្មោះហាងមកបាទអញ្ចឹងយើងចង់មើលលទ្ធផលរបស់យើងបាទតែប៉ុណ្ណឹងវាចេញដូចឬក៏ស្តៀងទៅនឹងអ្វីដែលយើងរំពឹងទុកដែរទេបាទអញ្ចឹងយើងមានតែធ្វើការហៅបាទហៅវាប្រើណាយើងធ្វើការ save component មួយនឹងទុកបាទហៅប្រើនៅក្នុងបាទ pack បាទ cell បាទអញ្ចឹងយើងហៅប្រើនៅក្នុងនេះហ្មងទៅបាទអញ្ចឹងយើងធ្វើការ save បាទរួចទៅមើលលទ្ធផលទាំងអស់គ្នាបាទឃើញថានេះគឺជាលទ្ធផលបាទអញ្ចឹងឃើញថាវាដូចហើយអញ្ចឹងមួយទៀតគឺតកតងនឹង table បាទយើងមើលគឺមាន table មានលេខរៀងមានទំនិញមានបរិមាណមាន price មាន amount នេះទៅបាទឥឡូវយើងទៅធ្វើការអនុវត្តកូដទាំងអស់គ្នាអញ្ចឹងយើងសរសេរនៅក្នុង section ទី2
Bạn chẳng dân thua ca xéo bà rồi tầm mờ là tập phò thằng ọc ní. Bạn chẳng hình tha vì trầm trời hỏi bà chẳng cứ mình lị riêng mình chân tứ bà chẳng là lại tại header khăn lỡ vì rụt mà nơi cái đà chẳng việc nơi kiên khăn khăn chuê những cái này chẳng dừng bỏ tạch ơi mà khăn chuê đi máu bà chẳng mà chua ní dương còn là cho bà al chẳng tới click 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 đọc clear mới dân đã class bao giờ mà bà chẳng tập bản năng dân thuộc cả xéo bà rồi tụi mơ là tập phò tụi ngọt ní bà là tập phò khinh thà đôi ca rầm phừng tụcរបស់យើងហើយបាទវីដេអូនេះសូមចប់ត្រឹមតែប៉ុណ្ណេះជួបគ្នានៅក្នុងវីដេអូក្រោយដែលយើងនិយាយបាទសួស្តីអ្នកទាំងអស់គ្នាបាទវីដេអូនេះយើងទៅបន្តសកម្មភាពទាក់ទងទៅនឹងការបោះតំណែងទៅកាន់បាទ component របស់យើងដែលមានដូចជាតេជនបាទថ្ងៃទីបាទលេខវិក័យប័ត្រនិងព័ត៌មានរបស់ item បាទឥឡូវយើងទៅអនុវត្តកូដទាំងអស់គ្នាបាទអញ្ចឹងកន្លែងដែលយើងបោះតំណែងគឺត្រង់ចំណុចនេះអញ្ចឹងយើងចុច2បាទអញ្ចឹងយើងត្រូវបោះតំណែងពី form ទៅហើយយើងតាំងតំណែងដែលបោះទៅនឹងគឺ data បាទអញ្ចឹងចូលមក print invoice របស់យើងអញ្ចឹងយើងត្រូវប្រកាស prop នេះបាទអញ្ចឹងយើងចាប់ផ្ដើមចាប់តំណែងតែម្ដងទៅជិះ scroll ឡើងលើមកបាទនៅត្រង់ចំណុចថ្ងៃទីនេះអញ្ចឹងយើងអាច data.date មក customer ក៏ដូចគ្នាដែរអញ្ចឹងយើងបាទយើងដូរពីពាក្យ customer A យើងដាក់ data .customer បាទកន្លែងវិក័យប័ត្រហ្នឹងក៏ដូចគ្នាដែរបាទចំណែកឯ item វិញគឺយើងទាក់ទងទៅនឹងការ loop បាទអញ្ចឹងយើង scroll មកក្រោមមកបាទត្រង់ចំណុចនេះអញ្ចឹងយើងធ្វើការ loop តែម្ដងទៅបាទអញ្ចឹងយើងធ្វើការ save បាទរួចទៅមើលលទ្ធផលទាំងអស់គ្នាអញ្ចឹងគឺត្រង់ចំណុចនេះគឺវាចាប់ថ្ងៃទីនិងលេខវិក័យប័ត្រអូតូអញ្ចឹងនៅពេលដែលយើង select បាទអតិជនបាទអញ្ចឹងគឺវាអត់តាន់មានទេបាទអតិជនគឺនៅឡើយទេបាទអញ្ចឹងនៅពេលដែលយើង select បាទ item បាទអញ្ចឹងវាមក item ដែរណាបាទអញ្ចឹងនៅពេលដែលយើង select item ណាមួយទៀតគឺវាកើតដែរអញ្ចឹងដំណើរការនេះគឺដំណើរការត្រឹមត្រូវហើយបាទចំណុចមួយទៀតគឺតកតងទៅពេល customer name បាទអត់មកទេពីព្រោះយើងចាប់យក customer ID ត្រង់ចំណុចនេះអញ្ចឹងយើងកំណត់តកតងទៅនឹងពេលដែលយើងចុចប៊ូតុង submit គឺយើងទៅទាញយកឈ្មោះបាទបោះមកចុះក្នុងដើម្បីធ្វើការបោះបង្ហាញបាទហើយមួយទៀតតកតងទៅនឹង total អញ្ចឹងយើងទៅសេរបៀបម៉េចដើម្បីគណនា total នឹងបានតឥឡូវយើងទៅធ្វើការគណនា total មុនបាទនៅត្រង់ចំណុចនេះគឺកន្លែងនេះអញ្ចឹងយើងគ្រាន់តែបង្កើត function ដើម្បីគណនា total មកជាការស្រេចហើយ total បាទអញ្ចឹងយើងហៅ function total នេះទៅប្រើអញ្ចឹង function total ហ្នឹងយើងអត់បានប្រកាសនៅឡើយទេអញ្ចឹងយើង scroll មកក្រោមមកយើងធ្វើការប្រកាស function total ហ្នឹង
បាទអញ្ចឹងយើងធ្វើការ save បាទរួចទៅមើលលទ្ធផលទាំងអស់គ្នាបាទអញ្ចឹងនៅពេលដែលខ្ញុំរើសបាទ item ណាមួយយើងវា load មកវិគណនីណាអញ្ចឹងរើសមួយទៀតបាទអញ្ចឹងគឺវាធ្វើការបូកចូលគ្នាសរុបនៅខាងក្រោមអញ្ចឹងយើងនៅមួយទៀតតកតងទៅនឹងនៅពេលដែលយើង select បាទ customer ហើយនៅពេលដែលយើងចុច submit អញ្ចឹងត្រូវបញ្ជូនឈ្មោះមកកាន់ទីនេះបាទឬក៏ឲ្យ form របស់យើងណាអញ្ចឹងយើងទៅអនុវត្តកូដទាំងអស់គ្នាអញ្ចឹងយើងធ្វើការ scroll ចុះមកក្រោមមកបាទអញ្ចឹងយើងអាចប្រកាសបាទត្រង់ចំណុចនេះមកបាទអញ្ចឹងយើងធ្វើការប្រកាស index នៅត្រង់ចំណុចនេះមកបាទគឺ index របស់ customer យើងស្មើទៅនឹងអញ្ចឹងនៅពេលដែលយើងបាន index រួចហើយអញ្ចឹងយើងធ្វើការ form dot បាទ dot customer អញ្ចឹងរួចយើងចាប់យកឈ្មោះបាទឈ្មោះរបស់ customer ណាអញ្ចឹងពេលដែលយើងចាប់ឈ្មោះហើយវាធ្វើការបោះបង្ហាញតែម្ដងបាទអញ្ចឹងយើងអត់តាន់បាន save ទេបាទអញ្ចឹងខ្ញុំសូម block code ឡើយនេះចោលសិនបាទអញ្ចឹងយើងសាក save បាទរួចទៅមើលលទ្ធផលទាំងអស់គ្នាបាទអញ្ចឹងនៅពេលដែលយើង select បាទ customer បាទ item បាទអញ្ចឹងcustomer អត់តាន់មកទេអញ្ចឹងនៅពេលដែលយើងចុច submit បាទក៏អត់តាន់មកដែរអញ្ចឹងវាទាមទារឲ្យយើង re-render ឡើងវិញអញ្ចឹងយើងអត់តាន់ចាំបាច់ re-render ទេយើងគ្រាន់តែ select បន្ថែមបាទឬក៏កែប្រែទិន្នន័យនៅក្នុងនេះទៅបាទយើងដាក់3យើងទៅយើងឃើញមកអញ្ចឹងវាទៅ re-render ទិន្នន័យឡើងវិញអញ្ចឹងឃើញមកកន្លងបន្ហៃអញ្ចឹងដំណាក់កាលនេះយើងអត់បានធ្វើអីច្រើនទេអញ្ចឹងនៅពេលដែលយើងចុច submit ចាំហៅ component វានឹងធ្វើការ re-render រួចហើយអញ្ចឹងយើងអត់ហត់ទៅធ្វើការ re-render វាឡើងវិញទេអញ្ចឹងមានថាដំណើរការរបស់យើងត្រឹមត្រូវហើយបាទអញ្ចឹងវីដេអូនេះសូមចប់ត្រឹមតែប៉ុណ្ណេះជួបគ្នានៅក្នុងវីដេអូវគ្គក្រោយដែលយើងនឹងធ្វើការបាទសួស្តីអ្នកទាំងអស់គ្នាបាទវីដេអូនេះយើងទៅបន្តតកតងទៅនឹងការ print បាទគឺការ print invoice បាទ print នៅកណាត់ខាងលើហ្នឹងបាទអញ្ចឹងយើងឈប់បាទហៅប្រើនៅពីលើអញ្ចឹងទៀតហើយអញ្ចឹងយើងចុច submit ទៅគឺវាធ្វើការ print តែម្ដងបាទអញ្ចឹងយើងទៅអនុវត្តកូដទាំងអស់គ្នាបាទអញ្ចឹងនៅក្នុង cell របស់យើងបាទអញ្ចឹងនៅត្រង់ចំណុចនេះអញ្ចឹងយើងសរសេរក្តោបដោយ dialog យើងដឹងហើយថា dialog វាមាន vModel អញ្ចឹងក្នុងនេះយើងដាក់បាទកាតឲ្យវាមកបាទអញ្ចឹងយើងទៅប្រកាសអាញ្ញត្តិ dialog បាទបន្តមក dialog យើង true បាទនៅពេលដែលយើងចុចប៊ូតុង submit នេះបាទអញ្ចឹងយើងអាចដាក់ like នេះសិនទៅបាទអញ្ចឹងពេលដែល dialog នឹង pop មកអញ្ចឹងត្រង់នេះវានឹងដំណើរការអញ្ចឹងចង់ឲ្យវា print បើកមក page ភ្លាមគឺវា print plate អញ្ចឹងយើងត្រូវ import បាទ print.js របស់យើងមកសិនបាទបន្តមកយើងសរសេរក្នុង mount ណាបាទអញ្ចឹងយើងធ្វើការ save បាទរួចទៅមើលលទ្ធផលទាំងអស់គ្នា
បាទអញ្ចឹងយើងធ្វើការបាទបញ្ចូល customer Coca បាទអញ្ចឹង select item មកអញ្ចឹងនៅពេលដែលយើងចុច submit អញ្ចឹងវាធ្វើការ pop form មកនៅឡើយតែ print របស់យើងអត់ដំណើរការឥឡូវយើង inspect មើល code បន្តិចបាទអញ្ចឹងនៅត្រង់ចំណុចនេះបាទអញ្ចឹងគឺវានិយាយថា invalid HTML element ID print អញ្ចឹងអត់មានទេអត់ស្គាល់អញ្ចឹងយើងទៅបញ្ចូល ID print បន្តិចមកបើយើងអត់តាមបានដាក់ ID បាទ print នៅឡើយទេអញ្ចឹងយើង scroll ឡើងលើមកអញ្ចឹងយើងដាក់ត្រង់ចំណុចនេះបាទអញ្ចឹងយើងអាចធ្វើការ save បាទរួចទៅមើលលទ្ធផលទាំងអស់គ្នាបាទអញ្ចឹងនៅពេលដែលយើងចុចបាទ customer ហើយយើង select item បាទរួចយើងចុច submit អញ្ចឹងវានឹងធ្វើការ pop ហើយយើងវាធ្វើការ print ទៀតបាទអញ្ចឹងយើងធ្វើការបាទត្រង់ចំណុចនេះយើងដក tab ball បើយើងដាក់ flat នៅលើកាតមួយទៅដើម្បីកុំឲ្យមើលទៅឃើញស្មោលទៅវាអាក្រក់មើលបាទហើយមួយទៀតគឺតកតងទៅនឹងចំណុចនេះអញ្ចឹងពេលដែលវា print ហើយឲ្យវារលត់អានេះទៅវិញណាអញ្ចឹងយើងទៅអនុវត្តកូដបន្តបាទអញ្ចឹងយើងធ្វើការដាក់ flat បាទនៅត្រង់ចំណុចនេះបាទអញ្ចឹងវានឹងអត់ឃើញ cue card ទេបាទចំណុចមួយទៀតគឺតកតងទៅនឹងពេលដែលយើង print ហើយបាទយើងត្រូវប្រើ image close ទៅវិញបាទញឹងមុនពេលដែលយើងប្រើ image close ទៅបានតើយើងហៅបាទបោះ image close ឲ្យវិញដែរណាអញ្ចឹងយើងតកតងទៅនឹង clear form បាទអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើ clear form យើងចុះបាទអញ្ចឹងពេល clear form រួចរាល់ហើយអញ្ចឹងយើងធ្វើការ close dialog ដែរបាទ dialog ស្មើនឹង file បាទអញ្ចឹងយើងចាប់ clear form នេះបោះឲ្យទៅខាងបាទអញ្ចឹងយើងសរសេរ image close នៅត្រង់ចំណុចនេះអញ្ចឹងយើង add close មកបាទយើងដាក់ clear form បាទនៅត្រង់ចំណុចនេះបាទបន្តមកយើងទៅធ្វើការហៅប្រើបាទបន្ទាប់ពី close បាទនៅខាង print.js នេះយើង scroll មកក្រោមមកបាទអញ្ចឹងយើងធ្វើការ save បាទរួចទៅមើលលទ្ធផលទាំងអស់គ្នាបាទអញ្ចឹងនៅពេលដែលយើង select បាទអតិជនបាទជ្រើសរើសនៅមុខទំនិញបាទអញ្ចឹងពេលដែលយើងចុច print ទៅអញ្ចឹងវាអត់ឃើញស្កេសកាសមកផ្ទាំងសពីក្រោយទេវាឃើញ print បាទវិក័យប័ត្រយកតែម្ដងបាទអញ្ចឹងយើងត្រូវកែកូដបន្តិចអញ្ចឹងយើងត្រូវ insert ទិន្នន័យចូលទៅក្នុងបាទ database រួចហើយបាទយើងធ្វើការ print វាចេញមកណាតោះឥឡូវយើងទៅអនុវត្តកូដបន្តបាទនៅខាងក្រោមនេះយើង scroll មកបាទអញ្ចឹងនៅត្រង់ចំណុចនេះអញ្ចឹងយើងបើកវាមកវិញមកបាទអញ្ចឹងយើងអត់ដាក់ clear form ទៀតទេអញ្ចឹងយើងដាក់ dialog បាទស្មើនឹង true បាទយើងដកឡើងនេះចេញមកបាទអញ្ចឹងពេលវាធ្វើការរួចរាល់ហើយបានវាឲ្យបាទ dialog ស្មើ true អញ្ចឹងវាធ្វើការ print មកហើយតោះឥឡូវយើងធ្វើការ save បាទរួចទៅមើលលទ្ធផលទាំងអស់គ្នាបាទអញ្ចឹងនៅពេលដែលយើងជ្រើសរើសបាទនៅមុខទំនិញបាទរួចអញ្ចឹងពេលដែលយើងចុច submit បាទអញ្ចឹងវាធ្វើការ insert ចូល database រួចហើយបានវាធ្វើការ print វិក័យប័ត្រចេញមកបាទអញ្ចឹងឃើញវានេះ clear form ហើយមកស្អាតបាទនៅ get ID បាទ invoice number ហ្នឹងគឺកើនឡើង1បាទមិញ3ឥឡូវ4បាទវីដេអូនេះសូមចប់ត្រឹមតែប៉ុណ្ណេះសូមអរគុណជួបគ្នានៅក្នុងវីដេអូក្រោយទៀត